តាំងពីខ្ញុំចេះមើលបាល់មកគឺខ្ញុំអត់បានតែមើលបាល់ទាត់គូព្រៃកម្ពុជាទាត់ដោយផ្ទាល់ទេភាគច្រើនគឺខ្ញុំមើលតាមរយៈអនឡាញយើងឥឡូវយើងបានមកដល់កន្លែង start ហើយថ្ងៃនេះខ្ញុំសង្ឃឹមថាកម្ពុជាយើងនឹងឈ្នះតែម្ដងស្អាតហើយមនុស្សមកច្រើនណាស់គ្នាមនុស្សមកច្រើនណាស់ទៅតែនេះគឺជាឱកាសលើកទី1ហើយដែលខ្ញុំបានទៅមើលដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិអូឡ িম্প ិករបស់យើងនឹងហើយកាលដែលខ្ញុំទៅនឹងគូព្រៃកម្ពុជារបស់យើងប៉ះជាមួយនឹងប៊ូតានតែវាធ្វើឲ្យយើងសប្បាយរីករាយមែនទែនជាមួយនឹងទស្សនវិជ្ជាដែលខ្ញុំបានទៅមើលដោយផ្ទាល់អ្នកនរគ្នាជាពិសេសគឺនៅពេលដែលមានឱកាសសុទ្ធចូលមួយគ្រាប់គឺគ្នាយើងហូរសប្បាយមែនទែនអ្នកទាំងអស់គ្នាអើយអារម្មណ៍តែគួរឲ្យស្ដាយអ្នកទាំងអស់គ្នាអើយគ្នាយើងទៅមើលបានតិចមែនទែនអ្នកដែលស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជាហើយនៅពេលដែលអាកាសកម្ពុជាយើងបានបាល់សុទ្ធម្ដងទោះបីចូលក៏ដោយមិនចូលក៏ដោយឲ្យតែបាល់នឹងមកដល់ជើងកម្ពុជាគូព្រៃកម្ពុជាយើងតែបង្កើតអាកាសឈិតចូលរហូតហ្នឹងបង្កើតអាកាសល្អហ្នឹងធ្វើឲ្យអ្នកមើលហ្នឹងគឺហើបចេញពីកៅអីហ្មងគួយអត់ជាប់នឹងកៅអីទេល្អមើលមែនតើហើយខ្ញុំសង្ឃឹមថានៅថ្ងៃទី9គូព្រៃកម្ពុជាប៉ះជាមួយនឹងហុងកុងខ្ញុំគិតថាអ្នកដែលស្រឡាញ់វិស័យកីឡាបាល់ទាត់នឹងទៅចូលរួមច្រើនហើយលើកទឹកចិត្តដល់កីឡាករយើងខានឈ្នះនៅលើទឹកដីរបស់យើងនឹងជាយូរហើយអញ្ចឹងវាជាឱកាសមួយដែលយើងកើតប្រវត្តិសាស្ត្រថ្មីហើយយើងលេងមានពាក្យថាលេងដើម្បីបទពិសោធន៍ទៀតហើយយើងត្រូវតែកសាងប្រវត្តិសាស្ត្រថ្មីសម្រាប់គូព្រៃកម្ពុជាយ៉ាងខ្ញុំមានអីច្រើនទេសង្ឃឹមថាអ្នកនរគ្នានឹងចូលរួមនៅថ្ងៃទី9ឲ្យបានច្រើនទាំងអស់គ្នាកម្ពុជាយើងឈ្នះហើយបាទ4-0 បាទ4-0